អំពី layout structure ពេលថា structure នៃ HTML យើងបានយល់ហើយមិនអញ្ចឹងហ៎ឥឡូវយើងយល់អំពី HTML element structure ម្ដងអញ្ចឹងមានន័យថាបើយើងនិយាយឲ្យងាយស្រួលយល់មានន័យថានៅក្នុងនេះនៅក្នុង tab នេះអានេះគេ tab បញ្ជាអូខេឃើញទេខ្ញុំស៊ូមធំតិចបាទអានេះគេហៅ tab បញ្ជាអញ្ចឹង tab បញ្ជាវាត្រូវបានផ្ដើមដោយសញ្ញាបើក tab ណាឧទាហរណ៍ខ្ញុំនិយាយពី tab មួយទៀតពាក់ព័ន្ធជាមួយនឹង tab H2 យល់ទេអញ្ចឹងពេលដែលយើងបើក tab នេះគឺការ close tab អញ្ចឹងខុសគ្នាត្រង់សញ្ញាslash ប៉ុន្តែយើងត្រូវយល់ថានេះនៅក្នុងចន្លោះ tab នេះ H2 នេះពី H2 ហ្នឹងវាគឺជា element អូខេអញ្ចឹងនេះនៅឧទាហរណ៍ឥឡូវមានន័យថានៅពេលដែលយើងនិយាយពី element នេះពេលគឺជា element យើងឃើញទេនៅពេលដែលយើង open tabs គឺយើងប្រើសញ្ញាបើកបិទបើក tab បិទបើកសញ្ញាធំតូចនៅក្នុងគ្រប់គ្រងទៅលើពេលហ្នឹងគេហៅថាបើក tab អានេះគេនិយាយថា close tab ចន្លោះហ្នឹងគេហៅថា content ប៉ុន្តែយើងត្រូវចាំថានៅពេលដែលយើងនិយាយអំពីបើក tab និងបិទ tab ហ្នឹងអក្សរពេលហ្នឹងគឺជា element អូខេយល់ទេបាទតោះអូខេអញ្ចឹងបើយើងយល់ហើយយើងអាចឧទាហរណ៍បានតោះឧទាហរណ៍ថាឥឡូវនៅក្នុង H1 ទៅ H2 ឥឡូវឧទាហរណ៍យកទៅម្ដងឧទាហរណ៍នៅក្នុងនៅក្រោម header ខ្ញុំសរសេរ style បិទ style ឧទាហរណ៍ណាអញ្ចឹង H1 នេះអញ្ចឹងពេលនោះខ្ញុំហៅទៅ format នៅពេលខ្ញុំចង់សរសេរធ្វើការ format នៅលើពី hello នេះយើងអាច format តាមរយៈបែប3របៀបសរសេរក្នុង inline style ក៏បានសរសេរតាមរយៈ header style ក៏បាននិង inline style ក៏បានអូខេឥឡូវយើងនិយាយអំពី header style ប៉ុន្តែ header style នេះខ្ញុំនឹងលក្ខខណ្ឌសរសេរនេះខ្ញុំសរសេរក្នុងលក្ខខណ្ឌប្រើប្រាស់ element អូខេ element យើងហៅ element ទៅ format អញ្ចឹងការសរសេរ style បានមាន3របៀបហើយការហៅ style ទៅប្រើក៏មាន3ដែរតែឥឡូវខ្ញុំសរសេរតាមរបៀបទី1គឺ header style ហើយខ្ញុំហៅតាមរយៈ element អូខេតោះអញ្ចឹងមាននោះខ្ញុំសរសេរអីគេខ្ញុំសរសេរ h1 អូខេខ្ញុំចុចតាមអូខេឲ្យទី1ឲ្យអូខេ colors ខ្ញុំប្រើ color យកតែម្ដងបាទ OID ខ្ញុំប្រើពណ៌តែម្ដងអូខេតែខ្ញុំធ្វើការ run យើងឃើញទេក្រហមអត់ហ៎អូខេអញ្ចឹងនេះគឺជាការសរសេរតាមលក្ខណៈគេហៅថា header style តោះឥឡូវខ្ញុំសូមបញ្ចូលទៅនឹងមួយទៀតតាមលក្ខណៈ inline style យើងសរសេរនៅក្នុង line តែជាមួយគ្នាតែមួយតែម្ដងអូខេខ្ញុំសរសេរ style ខ្ញុំឲ្យវា colors ដូចគ្នាតែខ្ញុំដាក់ color ទៅនឹងខ្ញុំដាក់ខ្ញុំប្រើលេខកូដខ្ញុំដាក់ពណ៌ទី1ខ្ញុំប្រើឈ្មោះលក្ខខណ្ឌទី2ខ្ញុំប្រើកូដឲ្យយើងយល់ក្នុងពេលតែមួយតែម្ដងណាអញ្ចឹងខ្ញុំអាចប្រើលេខកូដពណ៌អីគេខ្ញុំដាក់S D អូខេខ្ញុំដាក់ T ទៀតតែមួយចេញពណ៌អីអូខេអត់ទេលុប D ចេញលេខកូដពណ៌ S អូខេខ្ញុំអាចអូខេខ្ញុំប្រើ DD S អូខេចេញពណ៌សអាចបានខ្ញុំជួយលើវាហ្មងតែខ្ញុំយកពណ៌ខ្មៅតោះនេះអូខេនេះលេខកូដពណ៌អាហ្នឹង RGB ហ្នឹងមានថាយកពី RGB color ហ៎យកពី Photoshop យើងដឹងណាបាទអញ្ចឹងវាចាប់លេខកូដពណ៌យកមកប្រើតែម្ដងអូខេតោះឃើញទម្រង់នឹងខុសអូខេដូចគ្នាស្តៀងឥឡូវខ្ញុំអាចកែsorry ខ្ញុំសុំកែដាក់ពណ៌អីផ្សេងដើម្បីឲ្យវាឆ្លុះពណ៌ខៀវក៏បានដែរតោះយល់ទេអញ្ចឹងមានន័យថាឥឡូវយើងយល់បានពីទី1ការសរសេរ style មាន2របៀបការហៅការ format style ក៏មាន2ដែរទេបាទទី1យើងសរសេរតាមសរសេរនៅក្នុង inline style សរសេរក្នុង line នឹងតែម្ដង
ទី2យើងសេលើ header style មែនទេបាទហើយការសរសេរទី1យើងហៅទៅ format តាមរយៈ element អូខេតាមរយៈ element ឃើញទេមួយទៀតយើងអាច format តាមលក្ខណៈ ID ឬក៏ class មានន័យថានៅក្នុង H2 នោះខ្ញុំសរសេរពីអូខេខ្ញុំសរសេរពីអូខេស្អីក៏បានដែរដាក់ e បាទខ្ញុំដាក់ learning បាទ learning os os បាទ atm ml បាទអញ្ចឹងអូមកឥឡូវនេះនៅពេលហ្នឹងខ្ញុំអត់ហៅតាម element ទេខ្ញុំអាចយើងអាចសាងបើយើងនិយាយមកទៅនេះនៅពេលទៅហ្នឹងខ្ញុំសុំ note ទៅហ្នឹងបន្តិចណាទៅហ្នឹងពេលហ្នឹងវាគឺជា attribute element ពេលខ្លះវាដើរតួជា element ពេលខ្លះវាដើរតួជា attribute តែមាន attribute មាន value អញ្ចឹង attribute ពេលហ្នឹងត្រូវយើង assign ឲ្យទី1ខ្ញុំដាក់ថា id បាទ id នេះ id ទៅទេវាអត់កើតទេ id ទៅហ្នឹងពេល tab ទៅហ្នឹង tab កន្លែងហ្នឹងគឺជា attribute ឃើញទេអញ្ចឹងពេលណាដែលយើងមើលដឹងថាវាជា attribute នៅពេលហ្នឹងគឺវាមាន id ឬក៏ class យល់ទេបាទឬក៏អាចមានអីផ្សេងទៀតយល់ទេបាទអូខេអញ្ចឹងខ្ញុំអាចឲ្យឈ្មោះវាថាអូខេ title ទៅចំណងជើងអូខេបាទអញ្ចឹងពេលហ្នឹងខ្ញុំចាប់ដើមហៅវាមកប្រើនៅខាងលើ header ទី1ខ្ញុំអាចហៅវាតាមរយៈ id ដោយប្រើសញ្ញាទ្រង់ជ្រូកឈ្មោះ id ហ្នឹងអូខេ format បាទទី1ខ្ញុំអាចឲ្យ background colors ខ្ញុំឲ្យ background color backgrounds sorry ខ្ញុំអាចយើងសេពី sorry ខ្ញុំសេឡើងវិញ background ដាស់មួយខ្ញុំដាក់ color បាទខ្ញុំឲ្យវាពណ៌វាយកឲ្យក្រហមក៏បានងាយស្រួលតិចបាទបន្ទាប់មកខ្ញុំឲ្យក្រហមបន្ទាប់មកខ្ញុំឲ្យ color មានន័យថាពាក្យ learning of HTML ហ្នឹងពណ៌សអូខេអញ្ចឹងពេលហ្នឹងខ្ញុំអាចប្រើសញ្ញាទ្រង់ជ្រូកពណ៌សដូចជា for f force បិទ semicolon អូខេខ្ញុំធ្វើការរ៉ានយើងឃើញទេអញ្ចឹងពេលហ្នឹង background ពណ៌ក្រហមតិចពណ៌សយើងឃើញទេបាទអញ្ចឹងយើងទៅ note ទៅនឹងបន្តិចណា note ឡើងបន្តិចដោយសារខ្ញុំសំសូរយើងមិញនៅក្នុង tab វាគឺជា element មែនទេប៉ុន្តែពេលខ្លះវាក៏ជា attribute ដែរប៉ុន្តែទៅចាំថាមាន attribute ត្រូវមាន value អូខេ